សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងរៀនបន្តទៀតដោយវីដេអូលើកមុនយើងរៀនអំពីការរាប់ថ្ងៃខែឆ្នាំបាទហើយនឹងរៀនអំពីលេខតំណាងថ្ងៃនីមួយៗលេខតំណាងខែនីមួយៗហើយនឹងលេខតំណាងឆ្នាំនីមួយៗបាទសម្រាប់ថ្ងៃនេះគឺយើងរៀនបូកលេខបាទរៀនបូកលេខនោះគឺយើងយកលេខដែលតំណាងឲ្យថ្ងៃដែលតំណាងឲ្យខែនិងដែលតំណាងឲ្យឆ្នាំយកមកបូកបញ្ចូលគ្នាដើម្បីរកលេខព្រះគ្រោះបាទគឺលេខព្រះគ្រោះនោះគឺលេខដែលនៅឋានទី4បាទនេះឯងដែលគេហៅថាលេខ7តួ4ឋានឬលេខអត្ត4ឋានបាទអញ្ចឹងឋានទី1គឺឋានថ្ងៃឋានទី2គឺឋានខែឋានទី3គឺឋានឆ្នាំហើយឋានទី4នោះគឺឋានព្រះគ្រោះបាទឬឋានទេវតាព្រះគ្រោះអញ្ចឹងនៅក្នុងដួងចតាគំរូនេះគឺខ្ញុំយកអ្នកកើតថ្ងៃអាទិត្យខែពិសាខឆ្នាំម្សាញ់យកមកបូកជូនពុកម៉ែបងប្អូនដើម្បីជាគំរូបាទអញ្ចឹងអ្នកកើតថ្ងៃអាទិត្យគឺតំណាងដោយលេខ1បាទអញ្ចឹងយើងទៅសេលេខ1ដេញទៅលេខ1លេខ2លេខ3លេខ4លេខ5លេខ6លេខ7បាទអញ្ចឹងបើសិនជាអ្នកនោះកើតថ្ងៃច័ន្ទគឺយើងផ្ដើមដោយលេខ2នៅកន្លែងនេះបាទលេខ2មុនគេដោយហើយលេខ3លេខ4លេខ5លេខ1នៅចុងគេជាដើមបាទហើយអ្នកកើតខែពិសាបាទដួងចតានេះគឺកើតខែពិសាអញ្ចឹងខែពិសាតំណាងដោយលេខ6បាទព្រោះថាជាខែទី6ដោយខែក្នុងច័ន្ទគតិនោះគឺរាប់ចាប់ផ្ដើមពីខែមិគសិជាខែទី1ខែបុស្សជាខែទី2ខែមាឃជាខែទី3ខែផលគុណជាខែទី4ខែចេតជាខែទី5ហើយខែពិសាខជាខែទី6បាទអញ្ចឹងឋានឆ្នាំបាទឋានឆ្នាំឆ្នាំម្សាញ់គឺជាឆ្នាំទី6បាទអញ្ចឹងយើងសរសេរលេខ6មុនគេផ្ដើមដោយលេខ6បាទអញ្ចឹងពេលដែលយើងសរសេរដេញទាំងឋានថ្ងៃឋានខែឋានឆ្នាំរួចហើយយើងបូកចុះមកក្រោមបាទលេខឋានថ្ងៃខ្ទង់ទី1បូកនឹងលេខឋានខែខ្ទង់ទី1បូកនឹងលេខឋានឆ្នាំខ្ទង់ទី1បាទហើយលទ្ធផលនៅក្រោមគេនេះគឺលេខព្រះគ្រោះបាទនៅឋានទី4ខ្ទង់ទី2នៃឋានថ្ងៃបូកជាមួយខ្ទង់ទី2នៃឋានខែខ្ទង់ទី2នៃឋានឆ្នាំបាទបូកដូចនេះរហូតឲ្យអស់ទាំង7ខ្ទង់ទម្លាក់ចុះមកក្រោមបាទពេលដែលយើងបូកចុះមកក្រោមបានហើយលេខនៅក្រោមគេនេះហៅថាលេខព្រះគ្រោះហើយលេខព្រះគ្រោះនេះសំខាន់ណាស់បាទក្នុងការទស្សន៍ទាយបាទអញ្ចឹងពេលដែលយើងចេះបូកបាទពេលដែលយើងចេះបូកថ្ងៃខែឆ្នាំបញ្ចូលគ្នាគឺយើងជិតចេះទស្សន៍ទាយហើយបាទនៅតែ2កម្រិតទៀតទេបាទ2 step ទៀតបាទនៅតែ2 step ទៀតគឺពុកម៉ែបងប្អូនចេះទាយហើយstep
ទី1នោះគឺយើងស្គាល់ភពបាទភពទាំងអស់គឺមាន21ភពបាទវីដេអូក្រោយខ្ញុំនឹងបង្ហាញអំពីភពទាំង21បាទភពនៅឋានថ្ងៃ7នៅឋានខែ7នៅឋានឆ្នាំ7បាទអញ្ចឹងរួមទាំងអស់21ភពអានេះ step ទី1ហើយ step ទី2នោះគឺអត្ថន័យបាទអត្ថន័យនៃតួលេខនីមួយៗបាទដោយលេខ1មានន័យថាម៉េចលេខ2មានន័យថាម៉េចលេខ3មានន័យថាម៉េចជាដើមបាទចាប់ពីលេខ1ដល់លេខ7បាទពេលដែលយើងដឹងអត្ថន័យចាប់ពីលេខ1ដល់លេខ7រួចហើយយើងដឹងអំពីអត្ថន័យនៃលេខព្រះគ្រោះបាទលេខព្រះគ្រោះគឺលទ្ធផលដែលយើងបូកថ្ងៃខែឆ្នាំបញ្ចូលគ្នាហើយនោះហើយយើងបានលេខឧទាហរណ៍ថាលេខ13នេះមានន័យថាម៉េចលេខ16នោះមានន័យថាម៉េចលេខ5នោះមានន័យថាម៉េចបាទពេលយើងដឹងចំណុចទាំងអស់នេះហើយពុកម៉ែបងប្អូនអាចទស្សន៍ទាយបានហើយបាទខ្ញុំបង្រៀនគឺបង្រៀនសម្រាប់ពុកម៉ែបងប្អូនកូនក្មួយអ្នកដែលមិនទាន់ចេះសោះបាទក៏សូមអធិស្ឋានចំពោះពុកម៉ែបងប្អូនដែលចេះខ្លះហើយឬចេះខ្លាំងហើយនោះមិនអាចមើលវីដេអូនេះបានទេបាទមើលហើយអាចទើសបាទអាចទើសចិត្តទើសបតីបាទដោយសារខ្ញុំបង្រៀនគឺរាក់មែនទែនបាទសម្រាប់តែពុកម៉ែបងប្អូនអ្នកដែលមិនទាន់ចេះសោះបាទដើម្បីឲ្យរៀនបូកលេខបាទរៀនបូកលេខហើយចេះបូកលេខហើយចេះទស្សន៍ទាយខ្លះបាទហើយដោយខ្ញុំធ្លាប់បានជម្រាបជូននៅវីដេអូលើកមុនគ្រាន់តែចេះបូកលេខប៉ុណ្ណេះបាទគ្រាន់តែចេះបូកលេខបានកាលពី10ឆ្នាំមុនខ្ញុំធ្លាប់តាក់ទងទៅសុំរៀនពីលោកគ្រូម្នាក់គាត់យក500បាទយក500ហើយគាត់ប្រាប់ថាបង្រៀនគ្រាន់តែមកចេះបូកលេខទេហើយអោយសៀវភៅទៅស្រាវជ្រាវខ្លួនឯងបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនដែលចង់រៀនហើយយកចិត្តទុកដាក់ពុកម៉ែបងប្អូនអាចចេះបូកលេខហើយអាចចេះច្រើនទាំងបូកលេខទៀតអាចចេះទស្សន៍ទាយបានដោយមិនបាច់អស់500ទេគឺចេះដោយ free បាទអញ្ចឹងក្នុងវីដេអូនេះសូមចប់តែប៉ុណ្ណេះបាទសូមអរគុណសូមជម្រាបលា